ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផែនការដាក់ត្រឹម2050ដែលយើងធានានៅនិរន្តរភាពប៉ុន្តែខ្ញុំជឿជាក់ថាមិនមែនត្រឹមតែនោះទេគឺគណៈបកប្រជាជននឹងនៅជាមួយប្រជាពលរដ្ឋនិងបម្រើប្រជាពលរដ្ឋហេតុអីកិច្ចការងារធំពីរដែលខ្ញុំនៅជឿជាក់ទី1គឺប្រជាពលរដ្ឋនៅតែឲ្យតម្លៃទៅលើសច្ចភាពទៅលើការខិតខំប្រឹងប្រែងរបស់គណៈបកប្រជាជនកម្ពុជារបស់អ្នកដែលខំធ្វើពិតទី2ខ្ញុំនៅតែជឿជាក់ថាគណៈបកប្រជាជនកម្ពុជាទោះជា100ឆ្នាំទៀតក៏មិនចោលនៅបុព្វហេតុរបស់ខ្លួនដែរគឺដើម្បីជាតិនិងប្រជាជននេះគឺជាការពិតភ្លុកទឹកអោភ្លុក